Sum rò rong lên, sum rò rong. វីដេអូនេះតាំងពី2ថ្ងៃមុនទាំងអស់គ្នាពេលដែលលីនកំពុងតែមានបញ្ហាហ្នឹងខ្ញុំសួរទៀតថាលីនណាធ្វើការកើតអត់បើថតអត់កើតទេទៅផ្ទះវិញនេះគឺយើងថតដល់យប់យើងថត concept បែបបារាណចំនួនមុនអញ្ចឹងណាតើគ្នាណាសូមចិត្តថាអត់ទេមេអើយមកដល់ហើយខ្ញុំថតឲ្យដល់ចំដើម្បីកុំឲ្យការងារយើងស្ទះអីអញ្ចឹងខ្ញុំថាអូខេបើថតចាំអាហ្នឹងរត់ទៅតែងខ្លួនតែងអីទៅមកឲ្យភ្លាមចាសណៃទៅដូរកាអាវក៏លីនអង្គយំរូហើយអញ្ចឹងមកខ្ញុំថាបងប្អូនអាវីដេអូយំអាវីដេអូអីនេះគឺខ្ញុំមិនចង់ឲ្យបងប្អូនតាគ្នាបានឃើញតែប្រហែលថ្ងៃនេះបងប្អូនតាគ្នាបានដឹងថាលីនជាមួយនឹងគ្រូសាគាត់មានរឿងអីគេកើតមកជាមនុស្សស្រីពេលខ្លះអត់ស្រួលទេណាបងប្អូនឆ្ងាយពីផ្ទះខំប្រឹងធ្វើការរកស៊ីដើម្បីចិញ្ចឹមកូនចិញ្ចឹមគ្រួសារតែផ្ទុយទៅវិញយើងទទួលរឿងបានដែលអត់នឹកស្មានដល់ដឹងថាខ្ញុំជាមេគ្មានអីក្រៅពីអាណិតទេបងប្អូនណាបងប្អូនស្រីខ្ញុំអីហ្នឹងអង្គុយលួងអង្គុយអីអស់ហើយអស់និយាយអស់ហើយគាត់ថាធ្វើម៉េចបងប្អូនគ្នាជាមនុស្សគ្នាមានចិត្តមានបេះដូងចេះឈឺដែរតាអញ្ចឹងខ្ញុំថាអូខេឥឡូវបើថាចង់យំអង្គុយយំអស់ចិត្តចាំធ្វើការទៀតខ្ញុំមិនមែនចិត្តកំណាញ់មិនឲ្យកូនចៅទៅសម្រាប់តែខ្ញុំឲ្យទៅទៀងខ្ញុំថាមិនបាច់ថតទេតែអត់ទេអត់ព្រមទៅដេកខាគាត់ឃើញខ្ញុំតែងខ្លួនតែងអីហើយហើយមីខ្ញុំនេះកំពុងតែធ្វើខ្លួននេះបងប្អូនឯមាត់តាពីរហូតហ្មងព្រោះដេស្អីតងន់6ខែឥឡូវឯងបងប្អូនគ្នាអើយដល់ពេលអញ្ចឹងទៅចូលក្បាល6ខែនេះគឺថាស្រីណៃញ៉ាំច្រើនញ៉ាំយកញ៉ាំយកមកចិត្តខ្ញុំបងប្អូនគឺវាអត់ដែរចេញពីរត់ថាវាប្របាក់ចិត្តមិនទេសេលីននេះធ្វើធម្មតាអញ្ចឹងឃើញទេបងប្អូនតែកុំឲ្យតាបាត់ខ្ញុំឲ្យអង្គុយនៅមុខបងអូនខ្ញុំអីចឹងទៅយំមកហ៊ូចឹងទៅអាអ្នកដែលនិយាយថាគេសំតែងហ្នឹងប្រយ័ត្នជួបព្រឺនឹងទៅដល់គ្រួសារខ្លួនឯងមិនយល់អារម្មណ៍នេះជួបត្រឹមកូនចៅបងឯងប៉ះចំបងជាមនុស្សដែលអត់បំពល់សង្គមចិត្តយកវីដេអូអញ្ចឹងមកផុសឲ្យបងខ្ជិលនេះព្រោះសាររឿងគ្រួសារគាត់អូខេចាំមកគាត់អ្នកដោះស្រាយខ្លួនឯងទៅតែបើយើងមិនដឹងច្បាស់យើងកំណងគ្នាខមមិនពីព្រោះរឿងហ្នឹងជារឿងពិតដែលប្តីគាត់មានស្រីហ្នឹងដែលទាំងអស់គ្នាបានឃើញប្តីគាត់បកស្រាយថាគាត់ចូលក្រៅអូខេពិតប្រកាសមែនអញ្ចឹងទាំងអស់គ្នាទៅស្ដាប់ចោះខ្ញុំអត់ចង់និយាយអីច្រើនទៀតទេព្រោះដោយសារវាខាត់ពេលវេលាខ្ញុំរស់ស៊ីខ្លាំងខ្ញុំនិយាយត្រង់មកហើយហត់នឹងអ្នកខមមិនថាគេនឹងសម្ដែងអញ្ចឹងចុះឥឡូវហ្នឹងមិនដែរឃើញប្តីគេបកស្រាយហើយនៅថាក្រៅអូខេអត់មានស្រីទេគ្រាន់តែអោបចាខ្ញុំអស់យោបល់ខ្លាំងហើយអញ្ចឹងតើអត់គ្នាមានអីចង់ទៅតាមដានមើលទៀតចាស់គាត់ដឹងថាខ្ញុំពេលនេះគឺខ្ញុំសូមអត់និយាយអ្វីទាំងអស់តែហាមខមមិនថាបកកែធ្វើទីសារស្អីបំពុលសង្គមមើលមនុស្សសិនមុននឹងខមមិនចាសេរីសេណៃផលិតផលខ្ញុំដើរដែលមិនចាំបាច់ថោកកើត content ធ្វើហែកហួរគ្នាយំប្រប្រាស់បែកប្តីនេះគឺវាមិនមែនជាខ្ញុំហ្មងតើគ្នានៅជាមួយនឹងខ្ញុំមួយឆ្នាំហីហើយឃើញអាលីនតែហែកហួរគ្នាឆ្លុះគ្នាក្នុង Facebook គឺអត់មានហ្មងតែនេះដោយសារតែគ្នាទ្រាំលេងបានទេបានគ្នាប្រហោះហ្នឹងតើខ្ញុំសូមអត់និយាយទាំងអស់យើងចូលមកដល់សាច់